ប្រជាជាតិខ្មែរជាប្រជាជាតិមួយប្រកបទៅដោយអរិយធម៌និងវប្បធម៌សម្បូរបែបនិងក្រាស់ឃ្មឹកជាងគេនៅក្នុងតំបន់អាស៊ីប៉ែកអាគ្នេយ៍ប្រជាជាតិនេះព្រះរាជាណាចក្រនេះឬអធិរាជណាចក្រនេះចាប់តាំងពីសម័យកាលនៃសតវត្សទី11បានបន្សល់នៅសមិទ្ធផលឬសវណ្ណស្នាដៃមិនត្រឹមតែជាបេតិកភណ្ឌផ្ទាល់នៃប្រជាជាតិដ៏មានថាមពលនេះនោះទេមរតកជាសម្បត្តិមហាសាលនេះជាមរតកដ៏មានលក្ខណៈលេចធ្លោនិងសកលនៃតម្លៃនៃស្នាដៃមនុស្សជាតិដែលគ្មានពីររបស់មនុស្សជាតិនៅក្នុងលោកដែលត្រូវបានស្ថិតនៅក្នុងបញ្ជីបេតិកភណ្ឌពិភពលោកក្នុងភារកិច្ចនៃមនុស្សជាតិបច្ចុប្បន្នជាសកលគឺត្រូវស្ម័គ្ររួមគ្នាថែរក្សាអភិរក្សនិងអភិវឌ្ឍរមណីយដ្ឋានដែលគ្មានពីរទិសដៅទស្សនីយរមណីយដ្ឋានវប្បធម៌នៅក្នុងព្រះរាជាណាចក្រកម្ពុជាគឺគេតែងតែយល់ឃើញថាគឺជាទេសចរដើម្បីយល់ដឹងនៅដួងព្រលឹងរបស់បុព្វបុរសនៃអធិរាជាណាចក្រខ្មែរដែលស្ថិតនៅជ្រោយអាស៊ីប៉ែកអាគ្នេយ៍ឬក៏គេហៅផងដែរថាជ្រោយសវណ្ណភូមិអ្វីដែលមានភាពរស់រវើកនិងទំនាញទេសចរវប្បធម៌ដ៏គំហុកនៃទសវត្សរ៍ចុងក្រោយឬ10ឆ្នាំចុងក្រោយនេះគឺជាស្នាដៃដែលពុំអាចប្រកែកបានឬក៏ជាសមិទ្ធផលដ៏ធំធេងរបស់រាជរដ្ឋាភិបាលសម្ដេចតេជោហ៊ុនសែននៃគណបក្សប្រជាជនកម្ពុជាតាមទស្សនវិជ្ជារបស់សម្ដេចតេជោគឺយុទ្ធសាស្ត្រចតុកោណមោទនភាពជាខ្មែរ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 មោទនភាពជាទឹកដីនៃខេត្តសៀមរាបអង្គរដែលជារាជធានីដ៏បរមបុរាណនៃអរិយធម៌កម្ពុជានិងជាទឹកដីនៃអច្ឆរិយវត្ថុប្រាង្គប្រាសាទអង្គររបស់យើងនេះគឺបង្ហាញពីសារៈសំខាន់និងតួនាទីជាគន្លឹះរបស់វប្បធម៌នៅក្នុងទំនាក់ទំនងរវាងជាតិសាសន៍និងប្រទេសនៅលើសកលលោកដើម្បីធ្វើឲ្យពិភពលោកនេះคล้ายជាទីកន្លែងដែលមានសុខសន្តិភាពនិងភាពសុខដុមរមនាទាំងរវាងមនុស្សនិងមនុស្សនិងរវាងមនុស្សនិងធម្មជាតិតាមរយៈកេរមរតកដ៏ត្រចះត្រចង់ដែលបន្សល់មកពីអរិយធម៌អង្គរដូចជាប្រាង្គប្រាសាទសិលាដ៏ស្កឹមស្កៃដែលបាននឹងកំពុងបង្ហាញមុខមាត់របស់ខ្លួននៅលើឆាកអន្តរជាតិស្របនឹងគោលការណ៍អភិរក្សដើម្បីអភិវឌ្ឍប្រកបដោយចីរភាពនៅក្នុងទស្សនវិស័យរបស់សម្ដេចអគ្គមហាសេនាបតីតេជោហ៊ុនសែនឯកឧត្តមឧបនាយករដ្ឋមន្ត្រីសុកអានក៏ត្រូវបានជ្រើសតាំងឯកឧត្តមជាប្រធាននៃអង្គការសហប្រជាជាតិវិស័យអប់រំវិទ្យាសាស្ត្រវប្បធម៌តំណាងព្រះរាជាណាចក្រកម្ពុជាដើម្បីទទួលបន្ទុកក្នុងវិស័យនេះអាជ្ញាធរអប្សរាបង្កើតឡើងជាផ្លូវការនាខែកុម្ភៈឆ្នាំ1995សមត្ថកិច្ចនៃអាជ្ញាធរអប្សរាវាតសន្ធឹងលើផ្ទៃដី 10000 គីឡូម៉ែត្រក្រឡានៃខេត្តសៀមរាបទាំងមូលពលគឺខេត្តដែលសម្បូរទៅដោយបេតិកភណ្ឌដ៏សន្ធឹកសន្ធាប់អាជ្ញាធរអប្សរាជាគ្រឹះស្ថានសាធារណៈមួយប្រកបដោយបុគ្គលភាពកិត្តិយសមានស្វ័យភាពរដ្ឋបាលនិងហិរញ្ញវត្ថុរបស់ខ្លួនអាជ្ញាធរអប្សរាមានបេសកកម្មគិតគូរដឹកនាំការងាររៀបចំនិងអភិវឌ្ឍទេសចរនៅជាមួយក្នុងនោះដែរការប្រស័យការងារជាមួយអន្តរជាតិគឺអាជ្ញាធរអប្សរាប្រស័យតាក់ទងការងារជាមួយសហគមន៍អន្តរជាតិតាមរយៈយន្តកម្មមួយដែលទាំងអស់គ្នាបានបង្កើតឡើងគម្រោងការងារទាំងអំបាលម៉ានត្រូវដាក់ឲ្យគណៈកម្មការអន្តរជាតិសម្របសម្រួលមួយដែលគេហៅថា CIC ជាភាសាបរទេស CIC ឬគណៈកម្មការសម្របសម្រួលអន្តរជាតិគឺបញ្ជូនទៅឲ្យគណៈកម្មការបច្ចេកទេសTechnical Committee របស់ខ្លួនពិនិត្យតាមទស្សនៈនិងបច្ចេកទេសគណៈកម្មការទាំងពីរនេះគឺមានប្រទេសជប៉ុននិងបារាំងជាសហប្រធានព្រមទាំង UNESCO ក៏ជាលេខាធិការដ្ឋាន
នៅក្នុងក្របខ័ណ្ឌនេះកម្ពុជាដែលជាម្ចាស់ផ្ទះគឺធ្វើកិច្ចប្រជុំជាប្រក្រតីជាមួយភាគីអន្តរជាតិនានារបស់ខ្លួននៅខេត្តសៀមរាបឬនៅក្នុងទីក្រុងភ្នំពេញវិធីប្រសើរគ្នានេះញ៉ាំងឲ្យភាគីជាតិពង្រឹងសមត្ថភាពរបស់ខ្លួនបន្តិចម្ដងទៅបានកិច្ចប្រជុំលើកទី17នៃគណៈកម្មការបច្ចេកទេសដែលលើក្រមអធិបតីភាពរបស់សហប្រធានលោក Dominic Fresland ជាទីប្រឹក្សានៃកិច្ចសហការនិងការងារវប្បធម៌ស្ថានទូតបារាំងប្រចាំកម្ពុជានិងលោក Norio Maruyama មន្ត្រីជាន់ខ្ពស់ស្ថានទូតជប៉ុនប្រចាំនៅព្រះរាជាណាចក្រកម្ពុជាដែលបានធ្វើនៅក្រុងសៀមរាបពីថ្ងៃទី4ដល់ថ្ងៃទី5ខែមិថុនាឆ្នាំ2018នេះគឺគណៈប្រតិភូទាំងអស់ដែលមកចូលរួមក្នុងកិច្ចពិភាក្សានៃគណៈកម្មការសម្របសម្រួលអន្តរជាតិ ICC ដែលបង្កើតឡើងដោយអាដាមសុកអានឧបនាយករដ្ឋមន្ត្រីហើយដែលដឹកនាំដោយសហប្រធានបារាំងនិងជប៉ុនក្នុងកិច្ចផ្ដល់យោបល់ប្រឹក្សាដែលអាជ្ញាធរកម្ពុជាតាមរយៈសិក្ខាសាលានេះចំពោះការងារមួយចំនួនដែលបានអនុវត្តរួចមកហើយឬក៏បន្តទៅមុខទៀតតាមរយៈនៃគម្រោងផែនការនីមួយៗគឺមានទិសដៅក្នុងកិច្ចថែរក្សាឬអភិរក្សឧទ្យានរមណីយដ្ឋាននិងប្រាង្គប្រាសាទអង្គរហើយគណៈប្រតិភូនេះគឺមានវត្តមានចូលរួមពីអ្នកឯកទេសដូចជាស្ថាបនិកបុរាណវិទ្យាដែលយើងបានពិភាក្សារវាងគ្នានឹងគ្នាហើយក៏ធ្វើជាមួយនឹងគណៈជំនាញអប្សរាហើយការអភិរក្សរបស់យើងគឺពិភាក្សានិងជ្រើសរើសយកចំណុចណាដែលល្អក្នុងការងារដើម្បីការពារដល់តំបន់ណាមួយដែលមានសារៈសំខាន់ដ៏ខ្ពង់ខ្ពស់ចំពោះប្រាង្គប្រាសាទដែលគ្មានទេនៅលើពិភពលោកដែលប្រាសាទនេះមានតម្លៃលេចធ្លោជាសកលទទួលស្គាល់ថាមានលក្ខណៈសម្បត្តិបេតិកភណ្ឌពិភពលោកដែលជាតម្លៃរបស់ប្រាង្គប្រាសាទទាំងនោះហើយក្រុមយើងនីមួយតាមផ្នែកជំនាញរបស់គេគឺផ្ដល់មកពីបទពិសោធន៍ហើយដាក់បង្ហាញនិងជម្រាបជូនដល់អង្គប្រជុំនៃគណៈកម្មការសម្របសម្រួលអន្តរជាតិដែលនៅក្រោមអធិបតីភាពរបស់អាដាមឧបសុកអានដែលយើងបានបំពេញការងារនៅក្នុងរយៈពេលកន្លងមកនេះខ្ញុំមានសេចក្តីរីករាយឥតឧបមាដោយបានវិលត្រឡប់មកជួបគណៈកម្មាធិការសម្របសម្រួលអន្តរជាតិ CIC ជាថ្មីម្ដងទៀត CIC បានប្រឹងប្រែងដោយវីរភាពក្នុងកិច្ចការរក្សាការពារនិងអភិវឌ្ឍតំបន់ប្រាង្គប្រាសាទអង្គរ CIC នៅតែបានបន្តធ្វើជាគំរូដ៏ល្អសម្រាប់ការគ្រប់គ្រងនិងបន្តតាមដានដើម្បីរក្សាការពារនិងអភិវឌ្ឍរមណីយដ្ឋានជាបេតិកភណ្ឌវប្បធម៌របស់មនុស្សជាតិខ្ញុំសូមសម្ដែងនៅការកោតសរសើរយ៉ាងឃ្លាវខ្លាដល់ប្រទេសបារាំងក្នុងការរៀបចំពិធីដ៏មហោឡារិកនាពេលព្រឹកនេះពិធីសម្ពោធព្រះពុទ្ធរូបចូលបរិនិព្វានបន្ទាប់ពីបានទទួលនូវការជួសជុលនិងអភិសេកឡើងវិញក្រោមព្រះរាជាធិបតីភាពដ៏មហាកិត្តិយសរបស់ព្រះករុណាព្រះមហាក្សត្រព្រះបរមនាថនរោត្តមសីហមុនីនៅប្រាសាទបាភួនបានផ្ដល់នៅមហាកិត្តិយសដ៏ធំធេងដល់គណៈកម្មាធិការ